ពេលកាត់នៅសាលាតើលោកសាលីសុធិរានៅពេលដែលកាត់ឲ្យប្រជាជនឈ្នះគាត់ច្អល់មកយាយជាសដុំយាយកុំច្រឡំថាដីនេះជាដីផងប្រជាផងយាយម្នាក់ឯងគឺជាដីផងប្រជាជនខ្ញុំកាត់ឲ្យប្រជាជនឈ្នះអញ្ចឹងខ្ញុំទុកពេលឲ្យយាយធ្វើលិខិតស្នាមឲ្យបានត្រឹមត្រូវយកមកដាក់ឲ្យខ្ញុំរយៈពេលមួយអាទិត្យគឺលោកលីសុធិរានៅពេលដែលកាត់ឲ្យប្រជាជនឈ្នះគឺបានបញ្ជាក់ប្រាប់គាត់អញ្ចឹងប៉ុន្តែគាត់ភ្លេចខ្លួនគាត់គិតថាគាត់ជាម្ចាស់សាលការណាគាត់អត់បានគិតពីតំណាងប្រជាពលរដ្ឋម្ដង63គ្រួសារនៅខាងក្រៅទេខ្ញុំទទួលស្គាល់ថាគាត់ជាម្ចាស់សាលកាហើយខ្ញុំក៏បានដើរជាមួយគាត់គិតថាហត់នឿយណាពួកខ្ញុំអត់ចង់មានបញ្ហាទេប៉ុន្តែបើសិនជាអញ្ចឹងគឺពួកខ្ញុំអត់អាចទទួលយកបានទេបាទអធិស្ឋានទៅមិញរយៈពេល2ឆ្នាំដែលយើងរងចាំក្រោយវិសារិកាបានសម្រេចហើយហ្នឹងតើយើងរស់នៅឯណាហើយពេលហ្នឹងនៅផ្ទះជួលជុំចិត្តនឹងអូននៅជិតហើយយើងមានបានធ្វើមានការតវ៉ាឬក៏យើងបានទៅសួរហាញាធរអូនពួកខ្ញុំដាក់នឹងដឹងតង្កើហើយតែគ្មានដំណោះស្រាយណាមួយឲ្យទេទៅពេកហើយទៅឆ្អែតឆ្អល់ហើយមានតាំងពីកំណត់ហេតុមានអីអស់មកចប់យើងធ្លាប់ដាក់ទៅខាងសាលាដំបងរាជធានីដែរយើងដាក់អង្គភាពស្ថាប័នតែខ្លាចទៅពីខាងអាជ្ញាធរឬក៏ខាងតុលាការមកដែរ